បញ្ហារោគស្ត្រីអាចព្យាបាលជាដែរអត់ការបញ្ហារោគស្ត្រីមិនអាចព្យាបាលជាបានទេបើក្នុងករណីបងប្អូនរំពឹងទៅលើថ្នាំតែមួយមុខតែទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនថែទាំអត់បានល្អដូចជាបញ្ហាធ្លាក់សស្ត្រីណាក៏កើតដែរតែបើសិនជាស្ត្រីធ្លាក់សមានជំងឺដូចជាធ្លាក់សដែលពពួកមេរោគផ្សិតមានការរមាស់ទ្វាមាធ្លាក់សដែលកាមរោគធ្លាក់សមកធំក្លិនស្អុយជូរឆ្អេះឆ្អាបភាយក្លិនផ្អួរផ្អាប់ចេញពីខាងក្នុងធ្លាក់សគ្រប់សន្តានពណ៌លឿងពណ៌ខៀវបែបទឹកដោះគោចាស្ត្រីដែលធ្លាក់សមកពីព្រោះតែការរលាកស្បូនរលាកដៃស្បូនរលាកតួស្បូនដោយសារតែការរួមភេទញឹកញាប់ដោយសារតែការមានដៃគូរួមភេទច្រើនដោយសារតែការកង្វះអនាម័យដោយសារតែការប្រើប្រាស់ផលិតផលសារធាតុកាត់មួយចំនួនដែលមាននៃការឆ្លងរោគស្ត្រីអាចព្យាបាលជាបានបើក្នុងករណីស្ត្រីថែទាំសុខភាពឲ្យបានល្អតែបើសិនជាយើងអត់ថែទាំសុខភាពរំពឹងតែលើថ្នាំតែមួយមុខគឺអត់ជាទេទី2បញ្ហាកាមរោគដោយបងប្អូនដឹងហើយថាជំងឺកាមរោគជាជំងឺដែលឆ្លងតាមរយៈការរួមភេទដូចជាប្រមេះទឹកបាយប្រមេះទឹកថ្លាជំងឺស្វាយជំងឺសេកមាន់បើក្នុងដំណាក់កាលដំបូងអ្នកគ្រូអាចជួយដោះស្រាយបងប្អូនបានបងប្អូនអាចតាក់ទងមកអ្នកគ្រូតែបើសិនជាដោះស្រាយបានធូរស្បើយហើយបងប្អូនបានចាក់វ៉ាក់សាំងការពារបងប្អូននៅតែប្រព្រឹត្តមានដៃគូរួមភេទច្រើនបងប្អូននៅតែអាចកើតជំងឺនឹងអញ្ចឹងវាអាចជាដាច់ទេកន្លែងហ្នឹងហើយបើបងប្អូនចង់ជាតើធ្វើតាមការណែនាំទី2បញ្ហារលាកស្បូនរលាកស្បូនរលាកដៃស្បូនរលាកតួស្បូនពិបាកមានកូនរដូវអត់ទៀងរាំងរដូវឈឺចាប់ពេលមករដូវបញ្ហាគីដុំសាច់ជំងឺកាចមួយចំនួនមិនអាចព្យាបាលជាដាច់ 100% ទេបើសិនជាបងប្អូនរំពឹងទៅលើតែថ្នាំតែការរស់នៅប្រចាំថ្ងៃបងប្អូនថែទាំសុខភាពខ្លួនឯងអត់បានល្អបងប្អូននៅតែឈឺអញ្ចឹងនៅតែការរោគអញ្ចឹងព្រោះជំងឺរោគស្ត្រីមួយចំនួនមិនមែនឆ្លងតាមរយៈការរួមភេទទេភាគច្រើនណាគឺវាកើតចេញពីកត្តាខ្លួនបងប្អូនដែលយើងថែទាំសុខភាពឲ្យបានត្រឹមត្រូវស្ត្រីងាយប្រឈមជាមួយនឹងបញ្ហា4ធំប្រសិនបើគាត់មានទម្លាប់ថែទាំសុខភាពខ្លួនឯងបានល្អឬក៏មានបញ្ហារោគស្ត្រីស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវទី1ពាក់ព័ន្ធទៅនឹងបញ្ហាកាមរោគស្ត្រីដែលមានដៃគូរស់នៅជាមួយគ្នាច្រើនគឺប្រឈមជាមួយកាមរោគដូចជាប្រមេះទឹកបាយប្រមេះទឹកថ្លាជំងឺស្វាយជំងឺសេកមាន់ដែលជាជំងឺពិបាកក្នុងការដោះស្រាយទី2ស្ត្រីងាយប្រឈមខ្លាំងទៅលើបញ្ហាគីសបើក្នុងករណីគាត់មករដូវអត់ទៀងរដូវមកតិចឈឺចាប់ពេលមករដូវពណ៌ឈាមរដូវមកអត់ល្អឈាមរដូវមកតិចថ្ងៃស្ត្រីដែលមករដូវមិនទៀងងាយកើតគីងាយកើតដុំសាច់គីសរីរាង្គឬក៏គីឈាមរដូវជាដើមជាពិសេសធ្វើស្ត្រីពិបាកក្នុងការមានកូនប៉ះពាល់ទៅលើផ្នែកសម្រស់ស្បែកស្ងួតស្អាតលេងស្អាតក្តៅក្នុងខ្លួនជាប្រចាំជាពិសេសគឺកត្តាអារម្មណ៍ stress អូតូគេអត់ស្ងប់ទេបងប្អូនទី3បញ្ហារលាកស្បូនបើសិនជាក្នុងករណីស្ត្រីធ្លាក់សរ៉ាំរ៉ៃរយៈពេលយូរដែលមិនបានរកដំណោះស្រាយបានត្រឹមត្រូវមិនសំខាន់ថាធ្លាក់សមកសភាពបែបណាទេប៉ុន្តែឲ្យតែធ្លាក់ញឹកញាប់ធ្លាក់រ៉ាំរ៉ៃជារៀងរាល់ថ្ងៃមិនថាតិចមិនថាច្រើនក្លិនរមាស់ឬក៏ប្រែប្រួលពណ៌ទេកាលណាស្ត្រីគាត់ទុកយូរអាការៈអាសាឈឺចាប់ពេលនៅជាមួយគ្រួសារឈឺឆ្អល់រួយក្តៅអាំងតាគៀកអ្នកដែលចូលចិត្តមានដៃគូរស់នៅជាមួយគ្នាច្រើនស្ត្រីដែលអាសាធ្លាក់សលីកកឈាមធ្លាក់សក្លិនស្អុយស្ត្រីដែលពិបាកនោមបាត់អស់អាសាឈឺអួរណែនដល់ពេលនៅមួយគ្រួសារភាគច្រើនគឺងាយប្រឈមខ្លាំងទៅលើការកើតបញ្ហារលាកស្បូនឬក៏រលាកទ្វាមាទី4គឺជំងឺមហារីកដែលជាជំងឺធ្ងន់ធ្ងរប្រសិនបើស្ត្រីរលាកស្បូនរលាកទ្វាមាកើតគីសរដូវអត់ទៀងឬក៏បញ្ហាកាមរោគគឺងាយប្រឈមណាស់ឆ្លងពពួកមេរោគ HPV ទៅជាមានបញ្ហាមហារីកអញ្ចឹងអានេះហើយជាបញ្ហាដែលស្ត្រីត្រូវតែបារម្ភនិងស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវ